ខ្ញុំជឿថាមនុស្សស្រីយើងណានៅពេលដែលឮពាក្យគេសរសើរថាស្អាតម៉ែមុខស្មូតម៉ែអាចនិយាយបានថាស៊ីចូលក៏បានដែរប៉ុន្តែមនុស្សយើងគ្មានណាគេសប្បាយចិត្តនឹងឮពាក្យគេនិយាយថាអូយមុខម្នាក់នេះសិតមុនហើយមុខណៃមុនម៉ែឥឡូវមុខក្រោលម៉ែមុខមុនម៉ែពាក្យហ្នឹងគ្រាន់តែជាសំណួរដែលគេចោទសួរមកលើយើងឯងប៉ុន្តែបើសិនជាអ្នកដែលទទួលសំណួរដែលអ្នកទាំងអស់គ្នាសួរគឺនឹងមានអារម្មណ៍ប៉ះពាល់ផ្លូវចិត្តមែនតើព្រោះខ្ញុំនេះហើយជួបអារម្មណ៍នឹងផ្ទាល់ហ្មងពេលដែលគេសួរខ្ញុំថាអូយមុខក្រោលម៉ែមុខអីម៉ែខ្ញុំមានអារម្មណ៍ខ្ញុំខ្មាស់គេមែនតើហ្មងអ្នកទាំងអស់គ្នាដោយសារតែមួយរយៈមុនមុខខ្ញុំគឺក្រោលហើយរបៀបថាខ្ញុំប្រើផលិតផលខុសប្រើអីចឹងទៅទម្រាំតែខ្ញុំកំចាត់អារោលហើយអាមុននឹងចេញពីមុខខ្ញុំបានណាគឺខ្ញុំវេទនាដែរហ្នឹងហើយនិយាយទៅគឺថាត្រូវស្វែងរកផលិតផលច្រើនមែនតើដើម្បីប្រើនៅលើផ្ទៃមុខហើយមុខរបស់ខ្ញុំគឺដែរមានសភាពដល់ថ្នាក់នេះទេតែលោកនេះបងប្អូនទាំងអស់គ្នាមុខខ្ញុំគឺ smooth គីឡូខ្លាំងមែនតើហ្មងនិយាយទៅស្បែកមុខដែលខ្ញុំពងប្រាថ្នាគឺបានហ្មងខ្ញុំក៏ជឿថាស្រីៗទាំងអស់គ្នាគឺដឹងចង់បានទេជាមួយនឹងស្បែកមុខ smooth ស្បែកមុខស្អាតស្បែកមុខអលងគ្មានណាគេចង់មានមុនចង់មានស្នាមចង់មានអីនៅលើមុខទេចឹងហើយពាក្យសម្ដីខ្លះនៅពេលដែលសួរមកកាន់គេមុននឹងសួរគឺថាគួរតែគិតពីផ្លូវអារម្មណ៍គេឲ្យបានល្អជាងនេះពីព្រោះអីបងប្អូនទាំងអស់គ្នាគឺថាប៉ះពាល់ខ្លាំងណាស់និយាយទៅអ្នកបងប្អូនខ្ញុំឲ្យមើលមុខខ្ញុំពីមុនណាទោះបីជាអត់មានមុនអត់មានអីក៏ដោយក៏វាមានអាកន្ទុះរោលអីដែរហើយបើអ្នកដែលគាត់កំពុងតែជួបបញ្ហាគឺខ្ញុំសូមណែនាំហ្មងខ្ញុំប្រាប់ហ្មងថាមុខខ្ញុំបានមកដល់សប្តាហ៍ថ្ងៃនេះដោយសារតែអីគេទៅពីមុនណាពេលខ្ញុំមកដល់ផ្ទះហើយយ៉ាងច្រើនខ្ញុំដោះហ្វូមលុបមុខលុបអីហើយតែដល់ពេលតាំងពីខ្ញុំថែស្បែកមុខខ្លួនឯងមកបងប្អូនទាំងអស់គ្នាពេលដែលខ្ញុំមកដល់ផ្ទះទោះបីមុខខ្ញុំអត់ make up ក្រាប make up អីក៏ដោយក៏ខ្ញុំប្រើជាមួយនឹង cleansing balm របស់ Vitaρα ដោយសារតធម្មតាបងប្អូនទាំងអស់គ្នាកុំមុន remove make up នៅពេលដែលយើងញីនៅលើផ្ទៃមុខយើង remove make up ទៅបងប្អូនទាំងអស់គ្នាគឺនឹងជ្រាបចូលទៅដល់រន្ធញើសអញ្ចឹងគឺ remove បានស្អាតល្អខ្លាំងមែនតើមកយើង remove ជាមួយនឹង cleansing balm ហើយចាំយើងទៅដោះ foam ដោះអីចឹងទៅហើយចំពោះកមុននេះគឺ remove បានល្អខ្លាំងណាស់បងប្អូនទាំងអស់គ្នាខ្ញុំហ៊ាននិយាយអញ្ចឹងមកដោយសារតែខ្ញុំអ្នក remove ផ្ទាល់អញ្ចឹងនៅពេលដែលខ្ញុំ remove មុខស្អាតអស់ហើយគឺខ្ញុំមកប្រើប្រាស់ជាមួយនឹង foam Vitara មុនពេលដែលខ្ញុំលាងមុខគឺខ្ញុំសើមទឹកជាមួយនឹងមុខរបស់ខ្ញុំសិនចានិយាយទៅ foam Vitara នេះគឺលាងជំរះបានស្អាតដូចគ្នាទលីដីអីគឺលាងជំរះបានល្អហើយនៅពេលដែលលាងទៅគឺធ្វើឲ្យមុខរបស់យើងស្ងួតទេខ្ញុំស្រឡាញ់ foam នឹងត្រង់ហ្នឹងហ្មងគឺអត់ធ្វើមុខរបស់យើងស្ងួតទេបងប្អូនហើយជួយការពារមុខយើងកុំឲ្យឡើងរោលទៀតនិយាយទៅ foam Vitara លាងជំរះបានស្អាតហើយគឺជួយកម្ចាត់ជាតិពុលនៅលើផ្ទៃមុខរបស់យើងបានល្អខ្លាំងមែនតើទលីដីល្មមមកទុំមុខអត់ជាប់ទេចាគឺថា foam Vitara កម្ចាត់បានល្អខ្លាំងហ្មងនៅពេលដែលខ្ញុំលាងមុខហើយគឺខ្ញុំជូតមុខឲ្យស្ងួតបងប្អូនទាំងអស់គ្នាបន្ទាប់មកគឺខ្ញុំមកប្រើជាមួយនឹងឈុតមុខ Vitara និយាយទៅគឺខ្ញុំប្រើជាមួយនឹងសេរ៉ូម Vitara ដូចគ្នាសេរ៉ូមនេះនៅពេលដែលយើងលាបទៅគឺជួយបន្តឹងស្បែកមុខរបស់យើងជួយកម្ចាត់រោលជួយធ្វើឲ្យមុខរបស់យើងភ្លឺថ្លាថែមមួយកម្រិតទៀតនិយាយទៅគឺចាភាគច្រើនគេប្រើលេយប់លេអីគឺគេតែងតែមានសេរ៉ូមជំនួយដោយសារយើងលាបសេរ៉ូមទៅគឺជួយតែបើករន្ធញើសរបស់យើងណាអញ្ចឹងនៅពេលដែលយើងលាបណៃគ្រីមទៅងាយនឹងចូលមុខខ្លាំងមែនតែម្ដងព្រោះណៃគ្រីម Vitara នេះវិញគឺល្អខ្លាំងហ្មងណៃគ្រីមនេះគឺសាច់ម្សៅគេអត់មានជាតិកាត់ទេណាបងប្អូនទាំងអស់គ្នាលាបនៅលើផ្ទៃមុខគឺថាក្លិនក៏អូប្រហើររបៀបឈ្ងុយបងប្អូនទាំងអស់គ្នាហើយណៃគ្រីមនេះគឺជួយបំបត្តិរោលបំបត្តិមុនបំបត្តិអីបានល្អខ្លាំងមែនតើហើយនៅពេលដែលយើងលាបគឺជួយធ្វើឲ្យមុខរបស់យើងសភ្លឺថ្លាចេញពីខាងក្នុងតែម្ដងនិយាយទៅគឺថាមុខ smooth មុខគីឡូតែម្ដងជាមួយនឹងឈុតមុខ Vitara និយាយទៅគឺខ្ញុំប្រើជាឈុតហ្មងបងប្អូនទាំងអស់គ្នាខ្ញុំប្រើទាំង cushion ប្រើទាំងអីគឺខ្ញុំប្រើទាំងអស់តែម្ដងអញ្ចឹងហើយអ្នកដែលគាត់កំពុងតែជួបបញ្ហាស្បែកមុខក៏ខ្ញុំសូមណែនាំជាមួយនឹងឈុតមុខ Vitara ទៅកាន់បងប្អូនទាំងអស់គ្នាតែម្ដងណានិយាយទៅគឺថាឈុតមុខនេះគឺល្អខ្លាំងមែនតើហ្មង